យើងគ្រប់គ្នាច្បាស់ជាឧស្សាហ៍ប្រទេសឃើញកម្មវិធីរាប់ជំហានលើទូរស័ព្ទឬនាឡិកាវៃឆ្លាតមិនខានដែលកម្មវិធីនេះអាចឲ្យយើងដឹងថាមួយថ្ងៃយើងដើរបានប៉ុន្មានជំហានចុះមានដឹងអត់ថាមួយថ្ងៃដើរប៉ុន្មានជំហានទៅល្អហើយប៉ុន្មានជំហានទៅលើការណែនាំបើចង់ដឹងច្បាស់សូមស្ដាប់អត្ថបទនេះឲ្យចប់យើងខ្ញុំនឹងលម្អិតឲ្យគ្នាយើងដឹងច្បាស់ 1. ជំហានត្រូវដើរជាធំក្នុងមួយថ្ងៃជាធម្មតានៅពេលគ្នាយើងចាប់ផ្ដើមប្រើឧបករណ៍ឬទូរស័ព្ទវៃឆ្លាតដើម្បីវាស់ជំហានដើរប្រចាំថ្ងៃរបស់យើងនោះភាគច្រើនច្បាស់ជាគិតថាចង់ដើរឲ្យបាន 10000 ជំហានក្នុងមួយថ្ងៃតែម្ដងប៉ុន្តែគិតឡើងវិញមើលវាពិតជាគោលដៅយើងចង់បានមែនអត់យើងអាចធ្វើបានដែរទេចម្លើយសម្រាប់សំណួរនេះវាអាស្រ័យទៅលើកម្រិតនៃការហាត់ប្រាណនិងការតាំងចិត្តរបស់យើងយ៉ាងណាជាមធ្យមនៅអាមេរិកអ្នកជំនាញណែនាំឲ្យដើរចន្លោះពី 3000 ទៅ 4000 ជំហានក្នុងមួយថ្ងៃឬប្រមាណ 2.4 ទៅដល់ 3.2 គីឡូម៉ែត្រវាជារឿងល្អសម្រាប់យើងបើយើងរកឃើញថាតើប៉ុន្មានជំហានក្នុងមួយថ្ងៃយើងគួរដើរហើយវាអាស្រ័យទៅលើការកំណត់របស់យើងផ្ទាល់នៅពេលយើងអាចកំណត់គោលដៅដើរប្រចាំថ្ងៃរបស់យើងបានត្រឹមត្រូវនិងជាក់លាក់ហើយនោះគោលដៅដើរឲ្យបាន 10000 ជំហានឬច្រើនជាងនេះក្នុងមួយសប្តាហ៍ម្ដងក៏អាចសម្រេចបានដោយជោគជ័យដែរក្នុងករណីយើងសម្រេចគោលដៅបាន 10000 ជំហានក្នុងមួយថ្ងៃឬបញ្ចេញសកម្មភាពណាអាចប្រហាក់ប្រហែលនេះនិងចង់រក្សាទម្ងន់ឲ្យសមរម្យគ្នាយើងប្រកាសជាអាចដាក់គោលដៅខ្ពស់ជាងនេះបានយ៉ាងងាយ 2. គុណសម្បត្តិនៃការដើរហេតុអ្វីយើងត្រូវកំណត់គោលដៅដើរប្រចាំថ្ងៃការដើរជាទម្រង់មួយនៃការហាត់ប្រាណដែលមនុស្សគ្រប់គ្នាអាចធ្វើបានមិនថាក្មេងមិនថាចាស់អ្វីកាន់តែពិសេសជាងនេះទៅទៀតការដើរហាត់ប្រាណមិនចាំបាច់ត្រូវការឧបករណ៍ពិសេសដូចការហាត់ប្រាណប្រភេទផ្សេងទៀតនោះដែរគ្រាន់តែមានស្បែកជើងទន់ល្អត្រឹមត្រូវមួយគូជាការស្រេចក៏មិនទៅចាំបាច់ចុះឈ្មោះក្នុងក្លឹបហាត់ប្រាណនាំចំណាយប្រាក់អស់ច្រើននោះដែរអ្វីកាន់តែពិសេសដើរហាត់ប្រាណជាសកម្មភាពមួយអាចជួយគ្នាយើងកាត់បន្ថយហានិភ័យបញ្ហាសុខភាពដែលឧស្សាហ៍កើតមានជាច្រើនដូចជាជំងឺបេះដូងជំងឺថតជំងឺទឹកនោមផ្អែមលើសឈាមជំងឺបាក់ទឹកចិត្ត 3. តិចនិកបង្កើនជំហានដើរប្រចាំថ្ងៃបាននៅពេលណាមួយយើងរៀបចំគោលដៅដើរជាក់លាក់នោះគ្នាយើងអាចសាកល្បងជាមួយតិចនិកខ្លះៗខាងក្រោមដើម្បីបង្កើនសមត្ថភាពដើរប្រចាំថ្ងៃរបស់យើងកាន់តែបានច្រើនជំហានដើរជាមួយសត្វចិញ្ចឹមសំណក់បើសិនជាគ្នាយើងគ្មានសំណក់ក៏មិនជាបញ្ហាយើងក៏អាចបួលមិត្តភ័ក្តិមកដើរជាមួយគ្នាកាន់តែប្រសើរដើរបណ្ដើរស្ដាប់តន្ត្រីបណ្ដើរសំឡេងតន្ត្រីដែលកំពុងពិរោះរងំក្នុងត្រចៀករបស់យើងនឹងធ្វើឲ្យយើងបញ្ចេញសកម្មភាពកាន់តែបានច្រើនដោយមិនមានអារម្មណ៍ហត់នឿយនោះដែរបបួលសមាជិកគ្រួសារដើរទាំងអស់គ្នាក្រៅពីជុំគ្នាមើលភាពយន្តនៅពេលរសៀលនៅពេលល្ងាចក៏អាចបបួលក្រុមគ្រួសារដើរហាត់ប្រាណដើម្បីសុខភាពកាន់តែប្រសើរដើរហាត់ប្រាណលេងអំឡុងពេលរងចាំអ្វីមួយដើរប្រសើរជាងអង្គុយមួយកន្លែងពិសេសនៅពេលយើងរងចាំធ្វើរឿងអ្វីមួយឬរងចាំឡើងយន្តហោះជាដើមតកាវិភាគដើរប្រចាំថ្ងៃប្រើកម្មវិធីរំលឹកដែលមានក្នុងប្រតិទិនទូរស័ព្ទជាជំនួយដាស់ស្មារតីយើងកុំឲ្យភ្លេចដើរហាត់ប្រាណកុំអង្គុយតែមួយកន្លែងពេលធ្វើការអាចដើរចុះឬឡើងតាមជណ្ដើរជើងម្ដងម្ដាលដើម្បីជួយរាងកាយដុតកាឡូរីបានកាន់តែល្អត្រូវចាំថាមិនថាមួយថ្ងៃយើងចង់ដើរប៉ុណ្ណានោះទេគោលដៅវាអាស្រ័យលើការចាប់ផ្ដើមដើរហាត់ប្រាណរបស់យើងប៉ុណ្ណោះ